បាទជំរាបសួរខ្លាសមុទ្របាទជំរាបសួរទាំងអស់គ្នាអូបាន40នាក់ជាងហើយបាទថ្ងៃនេះខ្ញុំចង់លើកយកនិយាយពីរឿងចំណុចល្អមុនបាទប៉ុន្តែយើងមុនទៅចូលចំណុចល្អហ្នឹងចង់បើកវងកញ្ចក់តិចបាទជំរាបសួរសាវុនជំរាបសួរលោកពូបាទបញ្ញាគ្រឹស្ណានៅខេត្តណាគ្រឹស្ណាហ្នឹងនៅខេត្តគ្រឹស្ណាហ្នឹងនៅខេត្តពុកចាននេះគ្រឹស្ណាបាទហើយក៏ឈ្មោះគ្រឹស្ណាអញ្ចឹងសួរខ្លាយនៅឈ្មោះគ្រឹស្ណាបាទតកតនឹងរឿងព័ត៌មានទាំងពីរនេះបាទយើងមានព័ត៌មានល្អនៅលើឆាកអន្តរជាតិមកនៅជាមួយយើងបាទប៉ុន្តែយើងចង់និយាយពីរឿងព័ត៌មានអាក្រក់មុនណាបាទព័ត៌មានអាក្រក់ដែលតកូលហ៊ុនក្បត់ជាតិកាត់ទឹកដីតកតនឹងរឿងកាត់ទឹកដីដោះដូរនឹងអំណាចហ្នឹងណាបាទអញ្ចឹងនិយាយពីរឿងអាក្រក់មុនចុះបាទតកតនឹងរឿងអាក្រក់នេះហើយក៏របបហ៊ុនសែនហ្នឹងក៏វាក៏ជិតដល់ថ្ងៃទីបញ្ចប់គាត់ដែរបាទរបបហ៊ុនសែនហ្នឹងបាទតែដោយប្រទេសជិតខាងអីក៏ឃ្លឿនដល់ទីរៀបសួរតឡងតឡងឯងឃើញផុសឃើញបានចៅស្អាតដល់ហើយតឡងហើយបាទបានចៅបាននេះទៅតឡងថ្ងៃនេះរីករាយបានតឡងចូលមើលថ្ងៃនេះថ្ងៃទឹកតឡងគេធ្វើការទេបានចឹងបាទតកតនៅរឿងព័ត៌មានអាក្រក់នេះគឺយើងបានដឹងហើយបាទរឿងក្តៅនឹងពេលខ្លះយើងតាមដានរឿងក្តៅខាងលិចប៉ុន្តែខាងកើតនោះបាទខាងកើតគឺវាប្រើនយោបាយត្រជាក់ខាងកើតណាបាទយើងដែលខ្មែរយើងវេទនាប្រទេសជាតិយើងបាត់បង់ដែនដីដែនទឹកហ្នឹងអាខាងកើតហ្នឹងគឺវាប្រើនយោបាយត្រជាក់បាទខាងលិចនេះគឺនយោបាយក្តៅអញ្ចឹងខ្មែរយើងតាមដានអារឿងក្តៅទេបាទអារឿងក្តៅតាក់ទងនឹងមានសង្គ្រាមរឿងព្រំដែនខាងលិចហ្នឹងណាបាទដល់អញ្ចឹងយើងផ្ដោតទាំងគេទាំងខ្ញុំដែរហ្នឹងផ្ដោតតែខាងលិចដែរបាទប៉ុន្តែខាងកើតនោះអានយោបាយយួនអានយោបាយត្រជាក់ដែលយួនវាដាក់មហិច្ឆតាមនោគមលេបតបាក់ទឹកដីខ្មែរនោះបាទឃើញរយៈកាលចុងក្រោយនេះឃើញបាទយ៉ាចៅពីរបាទចៅពីរតឡងហើយហ្នឹងហើយនិយាយបានចៅពីរលយនេះខ្ញុំតមកចៅមួយផងតនបានចៅតឡងអើយចាំមើលឲ្យតឡងយកមុនចុះបាទចាំមើលស្រុកស្រួលបួលមានការផ្លាស់ប្ដូរបាទស្រុកស្រួលបួលមានការផ្លាស់ប្ដូរចៅយកឯម្ដង2ម្ដងតឡងមានឥឡូវស្រុកកំពុងតែចឹងហេចាំណាស់មើលបាញ់មើលគេបាញ់អានេះវិញណាខ្ញុំនេះសិនទេយាយមិនតាន់និយាយរឿងនេះផងឯងញ៉ៃកយតាន់និយាយរំខានឡាចុះនិយាយញ៉ាំតណាបាទ hello សុខសប្បាយជាទីមិត្តសម្លាញ់បាទអត់សូវសុខប៉ុន្មានទេតរបបហ៊ុនសែនដួលលំអាហ្នឹងបានសុខបាទនៅសងៃណាអត់សុខមកទឹកមកយក
chẳng khơi vào đây vậy thì nhai lùm khan gì nó ta lon mưa nó trâu mà ta lon đây ta lon sự đây sao có vai ở ta lon ta lon chừng mơ vào đây lại ta lon mới lên yeah lời mới vào lùm khan bà đó mua lai lên ta lon say hay lên mò nơi chích chân chọc bà đấy lon á mua lai lên mò chích chân chọc bà đấy xịt giang nè đại xây riêng bà đấy lon này xây riêng ấy đại xây riêng ta lon bà đấy còn mà đại xây riêng hôn san ba này vào đây bộ ngành dây chân đặt mồi rồi vào đây ta bán hết đặt rồi bún anh lặng chén đây là ngay thế ngay ngõ lông khan này lông khan là ngài flick bỏ làm hiện thay lấy dầu nè ê ngày đây lưu so nhom hai ta lon lấy ta lon xoay cái chân một ai bà ta lon xoay cái chân một ai khơi bà ngày này chẳng riêngประมาณថ្ងៃនេះគឺរបបហ៊ុនសែនរឿងក្តៅបាទរឿងព្រៃរឿងព្រៃបាទរឿងភូមិព្រៃច័ន្ទហើយនឹងតាក់ទងរឿងព្រំដែនប្រមាណថ្ងៃនេះគឺរបបហ៊ុនសែននឹងឪពុកអាកូននឹងកាត់ទឹកដីឲ្យគេទៀតហើយបើមើលខ្មែរយើងបាទស្ងាត់កាត់ទឹកដីឲ្យហ្មងជំនាញមកខាងកាត់ទឹកដីខ្មែរដូរនឹងអំណាចនឹងតកូលហ៊ុននឹងគឺជំនាញគាត់មកមិនចោមសៀតអានេះចោមសៀតអែស៊ីបាយបើហិនកខ្មែរមិនចោមសៀតអត់មានចេះអីក្រៅពីកាត់ទឹកដីខ្មែរនឹងដូរនឹងអំណាចនឹងហ្មងដូរនឹងសន្តិភាពនឹងអត់ចេះហ្មងបាទអានេះទី1ទី2គឺបាទសុខទុក្ខធម្មតាហ្នឹងហើយបាទអញ្ចឹងបើខ្មែរយើងប្រទេសខ្មែរយើងនៅដំណាក់កាលនេះបើពីខ្មែរយើងម្នាក់បាទយើងបាទខាងកើតបានបាទខាងកើតបានដីបាទខាងលិចបាទបានឈ្មោះអាហ៊ុនម៉ាណែតបានបាទហ្នឹងហើយបាទព័ត៌មានក្រុមអញ្ចឹងយើងពេលខ្លះការដឹកនាំយើងវាអន់ការដឹកនាំយើងវាកំសោយបាទតកោហ៊ុនរបបអា7មករានេះអាចោលមកសៀតនេះអាចោលមកសៀតទឹកហើយទឹកកូននេះអាចចោលមកសៀតអានេះបានអួតទេបានអួតគោលនយោបាយគេសិតគោលនយោបាយគេល្អបានតែសម្ដេចសម្រួលដោយអាចឆ្កែចំបាទសតគោលនយោបាយគេប្រើសិតយុទ្ធសាស្ត្រអានេះយុទ្ធសាស្ត្រលេចយុទ្ធសាស្ត្រកាត់ទឹកដីគេបាត់ដោះដូរនឹងអំណាចបើវាអួតចៃម៉ែអួតនៅលើភពលោកនេះអួតជាងគេនឹងក្រុមពួកអា7មករាហ្នឹងមកអួតនាំចាំតកោហ៊ុននឹងអួតបោកប្រាស់បានតែឥឡូវដូចស្ងាត់ឥឡូវបាទរូបដេកនេះយកមិញខ្ញុំទទួលបានព័ត៌មានមកពីបងប្អូនពលរដ្ឋនៅភូមិព្រៃច័ន្ទបាទថាអាណែតកាត់ទឹកដីកាត់អានេះចោលមកសៀតនេះវារៀនក្បួនចោលពីហ៊ុនសែនមកនេះអានេះកាត់រហូតអានេះកាត់លក់គ្មានចេះឲ្យក្រៅពីកាត់ទឹកដីខ្មែរដូរនឹងអំណាចទេចោលមកសៀតនេះអានេះខ្លាំងមកនៅខ្មែរដែរអាកូននេះខ្លាំងបានតែខ្មែរតែអារបប7មករានេះខ្លាំងបានបំផ្លាញខ្មែរធ្វើបាបខ្មែរខ្លាំងបានតែបោកប្រាស់គេតាបើខ្មែរវិញងើបមួយវាយមួយងើបពីរវាយពីរបើគេវិញយកទឹកដីអាលិចក៏យកអាកើតក៏យកមិនលើកឯងមិនខ្លាំងទៅអត់ហ៊ានមួយគេសោះស្ងាត់ឲ្យជ្រាបម្នាក់គ្មានអាណាហ៊ានមួយអើតក្បាលស្ងាត់ទៅចោលលើផ្សេងយ៉ាបាទកើតតែចោះចេញអាកុំវាកុំមកទៅដកខ្យល់បាទអ
đuổi hôn xe nó vào chế miền cầm nát về miền du bắt hay đặt nòm tăng vì đặt nòm xe sập năm tăng vì cọt trò nơi đèn tực nơi thôn thiên trọt bắt chiết bởi chư nơi pinh và tê khmai hôn xe đặt nòm du tới cọt trò có bắt sẽ nhé cắt ở cái xóa cho mà xiết này về cái khang sẽ nhé nó mà cho ông tiện này bà đôi sẽ nhé cắt tức đây đôi một plan khmai nó đôi về chấm niên đúng không biết mà cho ông tiện bà có bắt đàn tức bắt thôn thiên trọ bắt chết có khmai có rong cru khmai có slap lư nó nơi không bật tê khmai dương sập ngay nó về bà bật tê chết nó về chắp đau về slap sẽ được cách slap tí phá thế đó bà dương tập bưng ấy lư nó đôi chia cả sẽ có thứ sai mà lô plam rồi hai dương tập không ấy chẳng bàn tay nó khôngระบบ ผมเปิดแมกราในเวอดเมียนไอ้ใครจะบอกใครจะเวเคยเวประกาศประกาศมโนกุมยุทธศาสตร์เวนั่งเวบ่มพลายเวไว้บ่งริกไว้บ่งเรือขมานั่งเวประกาศประกาศดำใบแต่กาปีอำนาจเวใครจะบัดอำนาจอย่าปะปุในยุมมาปะปุในยุมครูซาในยุมจังยืนปอละเมียนทำไมนี่bàในក្នុងរបបហ៊ុនម៉ាណែតហ្នឹងកាត់ទឹកដីឲ្យគេទៀតហើយបងប្អូនខ្មែរយើងចឹងខ្មែរយើងភ្ញាក់ខ្លួនឡើងបាទខ្មែរយើងរួបរวมសាមគ្គីយើងអត់មានទៅរងចាំបាទយើងអត់មានទៅរងចាំទេដំណាក់កាលនៅពេលនេះគឺក្នុងនាមយើងជាយុវជនខ្មែរយុវនារីក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរហ្នឹងគឺយើងចូលរួមបាទចូលរួមគ្រាន់តែចុច like ចុច share ហ្នឹងទៅបាទសម័យនេះមិនតែកាន់ភ្លើងអីទៅធ្វើសង្គ្រាមអីការពារទឹកដីទេមិនមែនទេបងប្អូនខ្មែរយើងបាទគ្រាន់តែយើងចូលរួមនេះបាទឆ្លៀតទៅឆ្លៀតពេលទំនេរជួយ share ជួយលើកទឹកចិត្តបាទនឹងសម័យនេះគឺសម័យទំនើបហើយនៅក្នុងការដែលយើងតតាំងជាមួយមេដឹកនាំប្រជាការហ្នឹងគ្រាន់តែយើងធ្វើសង្គ្រាមតាមបណ្ដាញសង្គមព្រះសបុកហ្នឹងគ្រាន់តែយើងជួយ like ជួយ share ខ្មែរយើងរួមគ្នាជាធ្លុងមួយទៅបាទប្រឆាំងបដូររបប7មករាហ្នឹងទៅអាចោលមកសៀតនេះអានេះវាចេះកាត់ចេះតែបំផ្លាញតែនេះទុកក៏មកចំណេញដកចេញក៏មិនខាតដែរបាទដកឯងក៏វត្តចោលដល់កូនស្ពេយឯងបដ ாய் ទុកឯងធ្វើអីទុកបំផ្លាញនៅខ្មែរកាត់ទឹកដីធ្វើបាបទៅខ្មែរនៅគ្មានចេះស្អីវាផងbà về này dây vì rừng đăng với nhớ lo này dây về rừng đăng vinh ta câu hôn nâng bà bị sray bà bị sray lấy khơi nhà mùi tập bệt cái câu hôn sai đã mùi tập bệt ọt sọ tập bệt ọt bà dòi nữa bà lư sơ thai na ca và pôn này na phía ngày một sray ta câu nó sray mùi sray ca rốt chết nữa bà xây hôn mình đi các bạn tập tê ăn bánh doi cả rô chết thì đã ra sân niệm bớt lên chú đó xây khi cà thì đó trời vào ta câu hôn nó chụp ni chúng ta xây ra đấy admin chết sấy đấy chết một plan chết lụa chết và cả crom bụa trao crom bụa cho bao bà hỏi nâng miền lưới xây chết chết plek plan mà chia một cho một cái việc không là một âm bơm lại ra đi anh nó hơn vấn đề nó cái đã ra niềm như rút chết nó bớt đến trụ bà thì khơi nhảy cái phò tam đai nó côm nó trâu pet cái miếng nào này cả rút chết nó bà tập pet ăn bánh dao vậy mưa từ một hơn vấn đề nó mang con khmai mà nó đôi môi này dụ rộng tây câu thiên này thật đây này dụ rộng tây yun nó bà cho nằm na nó kia mò ao kia ơi một đôi kia các bà lên kia nhá tập tệ ở trọ mưa từ một trong cua ra hôm sáng nó mà dừng dây chạm nó được miếng con khmai môi nhưng mưa bà bị nó không pan ca yun
ในครั้งจำเนียงกายยวนคือเกดะแผนการเกดะมโนกุมมอเกกรอนโยหุนแสนทั้งหมดเลือกบัดตบแล้วไม่บัดปิ้งมาให้จตาเกต้อย่างเมื่อโกนใจหุนแสนนั่งขมิ้นโกนหุนแสนมวยที่บ้าเลยเอาแต่ตรุดเด้แต่ตรุดเป็นนัก EVA เมื่อบ้าแต่ตรุดเป็นนักเมื่ออย่างมือตะมุกตะมวยตะเป้ตะมวยดูเซ็งนะอ่านขมิ้นโกนหุนแสนมวยที่ในครั้งจำเนียงกาเกได้เกดะแผนการรีบแต่บ้าตักใดขมายบ้าแผนการองค์การจัดตั้งเกเรียบจอมบ้าจุกครับยังเคยอยู่ได้ย่อยมายังโจกับมันได้ยังถ้าช่วยว่าจุกคำจุกคำมาจุนี่ไงนาตกานาโยตะเปยตั้งแต่ดังลงครูนะดังเวทนีอะไรนะบ้าไปอ่านในเวกาโรคจิตบ้าเวียนจุกคำเราตะโกนคนระเบิดแต่ดึกนึกเจ๊ได้เลยตะโกนคนอ่อนอย่างเงี้ยตะโกนใหญ่มาตะโกนคนนึงมันนึกอ่อนอย่างเงี้ยขมิ้นเจ๊อันนี้เจ๊จะอูดเจ๊จะพลายขมายเจ๊จะเถื่อบากขมายได้ขมิ้นเจ๊เถื่อเปลือยล้อเปียถาเจ๊ตีมวยยังเจ๊กาเปียจากใดตีปีเจ๊ผมร้าวไปเชียบรอดบ้านั่งบ้านกี่ตะโกนกี่ฉลาดกี่เมียนปัญญาเจโรตีซาจูนเจียดจูนมาเชียบรอดอันนี้ดักนอมได้ระบอบเป็นเปิลมากระเจี๊ยอันนั้นเจี๊ยดมพลายนั่งเจี๊ยดมพลายเจี๊ยลุเจี๊ยเธอใบขมายเจี๊ยเธอบาขมายนั่งคือเมียนเจี๊ยใส่บ้ายี่มาปุยปงมาวงตะโกมันเลยพุบโลนั่นคือตะโกลมใจน้ำมันอ่อนนี่กี่มันอ่อนนี่กี่มันกับสายยี่กี่มาเจี๊ยตะลุเจี๊ยดมพลายมันเจี๊ยใส่เจ๊ข้างเข้าเจ๊ข้างพลายนั่งเจ๊ข้างใบบริมันเดินเลยนั่งกี่มันให้เจ๊ได้นั่งเอาบ้านั่งกี่ให้เข้าบ้านจังปอลเมียนกระไดได้ยืนคืนตะโกคืนยินระบบอาคนมานายตั้งบ้ากัดตึกใดดอโดนึงอำนาจจะให้จังบบออกมายืนโจรวมกอมโตรยืนเมียนรัฐาภิบาลไอกรีมาเพย์ใบตลาบ้าอันตรายเชียร์ตูสกอจังไงนี่ขยมจังในใจไปเรื่องบ้ายำจังในใจไปเรื่องปอลเมียนทำไมใต้บ้าปอลเมียนทำไมนี่บ้าแตะตอนเรื่องปอลเมียนทำไมนี่คือประเทศจุดค้างบ้าประเทศจุดค้างได้เฉลี่ยเปลี่ยนขมายได้สบายเยอะตึกได้ขมายบาเตรียมไม่จะปียืนสรุปถ้าจับปีปอนภัยประมวยเตยยังยีปีปอนภัยประมวยเตยบาเบียเลยนั้นโดยรัฐาภิบาลไอกรีภัยใบตลาสถาบันลูกอมสมานนั้นบาสถาบันทัพไตเจียดนั้นข้างอันเตาไปนั้นลูกอมสมานลูกบานลายตัวทรายไปเรื่องแตะตองเรื่องแผ่นตีเรื่องปรุงแต่งไงบ่านังตีมวยตีปีในสถาบันในรัฐาภิบาลกัมพูชีไอกรีประเภทใบตลานั่นคือบองสไลบองกำหนบ่าบองกับบานเธอบองกัดกันในสถาบันกระทรวงการบอร์ติบ่าบองกับบานเธอไกกาในเลือชาอันตรายเจียดจังเมียนบาเมียนองกาชราอังกาในเลือปุบโลนั่งเกความโตรัฐาภิบาลไอกรีมาเพย์ใบตลานั่งเกสนาเอาประเทศเจ้าฮัตเลไขนั่งก็ประชุมหลังวิ่งสไดปีประเทศกัมพูชีบ้านจังยังเคยแง่ปอลเมียนทำไมได้รัฐาภิบาลไอกรีเพย์ใบตลาบ้านเพื่อกิจการนโยบายในเรือชาอันตรายเจ็ดนั่งขยมจังในยัยเรื่ององการแต่บ่าองการสไลนิยม1 ปี60 ปี bà ông ca sợi này dũng anh đã chết
một phí 60 bát tê bà 60 bát tê nâng bà kịch dịp bác bà kịch dịp bác miền mà rồi đọc mùi bác bà bàn châu rùm và chung ngày môn cho mùi bọn xây cầm hồn nâng bà châu rùm cách và chung nâng châu rùm nâng và chung nâng vì mà rồi 60 nè bà đã bỏ nào control mà rồi lừa mà rồi nâng bà mà control ra thả bị ba Campuchia bỏ nào control ơi và tí cho hạt lệ khay nâng có một chúng lãng chia sẻ mày chân dương khơi nhẹ ông ca sợi này dùng anh đã chia mà học sắp tết nâng bà châu rùm miền mà rồi đập vào môi bạc nâng chùm nâng kịch diện nẹ nâng về miền mà rồi học sắp mũi nẹ bà bỏ snot control tầng chân dương khơi po là miền trong đi muối á mà trong nâng hơi đại nhung xa lược này gì ôi còn khmer như nâng ôi rất căm bà nâng cứ tu lần tì bọc cô mà nẹ mong đại nông niềm dương chia vào khmer nó cứ dương gọi đằng côn thà cứ dương on trả chiết nó cứ miền côn on trả chiết nó cứ cách prom prieng son lập hiệp nơi từ con Paris ngày một phẩy bay tờ lá nâng cho nam cài sập mũi nâng bà cách prom prieng này một phẩy bay tờ lá nơi từ con Paris nâng cứ chia cứ anh ta chia kia một chọc là riêng cứ kia áo và tiệc mai gì đến từ chia là thị và chia thật tay sợi dây và hủ bạc ba bàn tay thằng nào đang nom nơi thằng nào đang nom rồi thà bị ba cam chia anh đi phê bay lá nó kia bàn phơi cây ca nó bỏ cho nó chùm ngày muốn nó bà nơi nó hạ cô mà rồi đực nom nói bòn cầm hồn nó bà những cái bỏ snot mà rồi phải rồi chẳng bàn nhom tam bo là miền đại dương bàn đắng bà về là nghề học sập tê bà về học sập tê mà rồi đọc ở môi bạc nâng cái châu rùm chùm nâng mà rồi học sập nè bà bỏ snot rồi sna tới vật tê bỏ snot control sna tới vật tê cho hạt lại khay ở con với chúng một thầy bây giờ là với đây bị Campuchia bà chẳng được khơi chùm nịch nâng môi khử là hay gì bà có phải chung chạp nó ngay ọt du đi tờ lo à ọt du đi bà ọt du thì cách prom prieng son lập hiệp này thì con Paris nó cứ cái đánh năm nắng bà nơi khai đọc bì nàyคือบนคริสต์มาสbàในขนมkhai đọc bì này บนคริสต์มาสองค์การជាតិអង្គការអន្តរជាតិហ្នឹងគឺគេសម្រាប់បាទសម្រាប់ពីការងារនៅក្នុងខែ12ហ្នឹងបើនិយាយចំទៅនៅក្នុងខែ12ពេញហ្នឹងគឺគេសម្រាប់បាទដល់គេចូលធ្វើការវិញអន្តរជាតិគេចូលធ្វើការវិញវាចាប់ដើមឆ្លងឆ្នាំខែ1ហ្នឹងខែមករាបាទខែ1ហ្នឹងអញ្ចឹងខ្ញុំមកជម្រាបជូនបាទយើងរីករាយសប្បាយចិត្តបានអង្គការសេរីនិយមអន្តរជាតិបាទគេបោះឆ្នោតគ្រប់គ្រងរដ្ឋាភិបាលឯករាជ្យ$23គេបោះឆ្នោតគ្រប់គ្រងឲ្យជំរុញឲ្យប្រទេសចុះហត្ថលេខីហ្នឹងឲ្យកោះប្រជុំ$23ឡើងជាសាថ្មីបាទអញ្ចឹងនៅដំណាក់កាលពេលនេះយើងឃើញចំណុចនឹងមួយគឺល្អណាស់អញ្ចឹងយើងមាន$23ហ្នឹងហើយដើម្បីសម្រាប់តការពារបូរណភាពទឹកដីបាទយើងមានអាកិច្ចព្រមព្រៀង$23ហ្នឹងហើយដើម្បីយើងទៅប្តឹងផ្ដាល់យកទឹកដីយើងមកវិញបើខ្មែរយើងកោះប្រជុំទៅ$23ហ្នឹងមកកោះប្រជុំ$23ហ្នឹងណាគឺរដ្ឋាភិបាលហ្នឹងគឺអន្តរជាតិគេដឹកនាំចូលមកបាទប៉ុន្តែព័ត៌មាននៅក្នុងដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងគេធ្វើកិច្ចការហ្នឹងគឺកិច្ចការបរទេស
ហើយនឹងលោកអ៊ំសំអាននឹងយកផែនទីពីចំនួនបារាំងហ្នឹងដើម្បីទៅដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិតុលាការ ICC បាទអញ្ចឹងចំណុចរដ្ឋាភិបាលថ្មីហ្នឹងគេធ្វើកិច្ចការធំពីរបាទប៉ុន្តែកិច្ចការធំពីរហ្នឹងកំពុងតែដំណើរការទៅលលូនហើយរឿងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានតែយើងសប្បាយចិត្តច្បាស់យើងសប្បាយចិត្តទាំងអស់គ្នាហ្នឹងគឺយើងចង់ឲ្យប្រទេសចុះហត្ថលេខីហ្នឹងឲ្យកោះប្រជុំឡើងជាសារថ្មីបាទតែកោះប្រជុំ$23នឹងជាសារថ្មីមកគឺអន្តរជាតិហ្នឹងឯងដឹកនាំបាទដឹកនាំរដ្ឋាភិបាលឯករាជ្យ$23នឹងចូលទៅស្រុកខ្មែរបាទចូលទៅរៀបចំស្រុកខ្មែរយើងអញ្ចឹងយើងឃើញព័ត៌មានកន្លែងនេះមួយគឺល្អបាទឃើញហ៊ុនសែនអ្នកខ្លះគេថាអញ្ចឹងចូលស្រុកខ្មែរបើពីហ៊ុនសែនមិនឲ្យចូលទេរដ្ឋាភិបាលថ្មីឯករាជ្យនឹងចូលមិនបានទេបងខ្មែរយើងខ្លះទៅគឺគេមិនយល់អញ្ចឹងឥឡូវខ្ញុំមកប្រៀបធៀបឲ្យបងខ្មែរយើងមើលមួយដល់ពេលវេលាគឺគេចូលហើយព្រោះខ្ញុំប្រើថានយោបាយគេសម្រេចគោលនយោបាយនៅលើឆាកអន្តរជាតិបាទតែគេសម្រេចផែនការគោលនយោបាយនៅលើឆាកអន្តរជាតិហើយដល់ពេលគេវិលចូលដល់ស្រុកខ្មែរគឺគេចូលហើយគ្រាន់តែខ្ញុំនិយាយឲ្យបងប្អូនខ្មែរយើងប៉ុណ្្នឹងទៅឥឡូវហ៊ុនសែនគាត់ថាអូយរដ្ឋាភិបាលឯករាជ្យ$23ហ៊ុនសែនគាត់បិទច្រកហ៊ុនសែននៅពេលនេះហ៎គ្មានតែបិទបាំងស្អីកើតទេនៅពេលនេះបកពួកហ៊ុនសែននឹងវាប្រឈមមុខនឹងគេចាប់ខ្លួនទៅហើយបកពួកហ៊ុនសែននឹងវានៅក្នុងបញ្ជីខ្មៅអន្តរជាតិឥឡូវខ្ញុំមកប្រៀបធៀបឲ្យបងប្អូនខ្មែរយើងមើលចុងខែ11ហ្នឹងដើមខែ11ហ្នឹងមិនខាងប៉ូលីស FBI អាមេរិកឃើញទេបាទប៉ូលីស FBI និងប៉ូលីសអន្តរជាតិហ្នឹងគេបញ្ជូនចូលមកគេបញ្ជូនចូលស្រុកខ្មែរហ្នឹងគេអត់ប្រាប់ហ៊ុនសែនទៀតបាទគេបញ្ជូនចូលគេដាក់កម្លាំងចូលរួចបានគេប្រាប់ហ៊ុនសែនអញ្ចឹងមកខ្សែយកគាត់តែខ្ញុំនិយាយឲ្យងាយអញ្ចឹងទេហេតុអីបានអញ្ចឹងគឺអន្តរជាតិគេសហការគ្នាគេដើម្បីទៅបញ្ចប់មានដឹកនាំប្រតិការគេសហការគ្នាដើម្បីគេទៅបោះសម្អាតជំរុំពួកចោលដែលគេរកឃើញ54ទីតាំងជំរុំធំនៅស្រុកខ្មែរបាទដែលប្រជាពលរដ្ឋអាមេរិកគេបាត់លុយគេរងគ្រោះទាំងទូទាំងពិភពលោកបាទពិភពលោកគេរងគ្រោះទាំងលុយរងគ្រោះនឹងប្រជាពលរដ្ឋគេដែលគេចាញ់ឆោបោកនឹងគេមកសម្លាប់ធ្វើឃាតនៅក្នុងប្រទេសខ្មែរយើងមកអញ្ចឹងហ៊ុនសែនហ្នឹងគឺមមាចទេហ៊ុនសែននេះមមាចទេដូចខ្ញុំនិយាយឯងហ៊ុនសែននេះអន្តរជាតិគេប្រៀបធៀបដូចជាចៃទេបាទគ្រាន់តែគេធ្វើតាមនីតិវិធីច្បាប់ដល់ពេលគេញិចហើយអាគេញិចហ្នឹងគឺគេចាប់ដើមរៀបចំគេដាក់ទណ្ឌកម្មគេថ្កោលទោសហ្នឹងបាទហ៊ុនសែននឹងចៃទេដល់ពេលគេញិចឥឡូវគេចាប់ដើមញិចគេដាក់កម្លាំងមកអញ្ចឹងបានបងប្អូនខ្មែរយើងថាហ៊ុនសែនបើពេលយើងនិយាយចំទៅមនុស្សដែលបោកបានតែកូនចៅគាត់ទេបោកបានកូនចៅគាត់នេះចង់មានន័យថាម៉េចថាដូចហ៊ុនសែនគាត់ប្រើសារអញ្ចឹងនៅលើលោកយើងនេះណាហ៊ានចាប់ហ៊ុនសែនអត់ទៅហ្នឹងគាត់ទៅបោកប្រាស់កូនចៅគាត់នោះថាអាកូនចៅហ៊ុនសែនហ្នឹងពួកអាមីអាថោងពួកអាអគុណសន្តិភាពហ្នឹងវាស្រឡាញ់អំណាចវាឆ្លុះអំណាចពួកហ្នឹងវាចង់បានលៀបសក្ការៈដល់អញ្ចឹងហ៊ុនសែនក៏ប្រើអាពាក្យហ្នឹងដើម្បីថានៅលើលោកនេះគ្មានណាហ៊ានចាប់មេអញនេះគ្នាមិនដឹងគ្នាឆ្លុះនឹងអំណាចនៅក្រៅបញ្ជាស្ដាប់ហ៊ុនសែនទៅទៅជឿហ៊ុនសែនទៅបាទអញ្ចឹងបងប្អូនខ្មែរយើងនៅក្នុងប្រទេសខ្មែរ
បើយើងនិយាយឲ្យចំនិយាយឲ្យ logic ហ្មងនៅក្នុងប្រទេសខ្មែរហ្នឹងគេដាក់បលិស FBI គេដាក់បលិសអន្តរជាតិទី1គេទៅចាប់គេទៅបោះសម្អាតជំរុំពួកចោរឆបោកពួកចោរចោរគ្រឿងញៀនចោរឆបោកការជួញដូរមនុស្សហ្នឹងបាទពួកអ ுக ្រិតជនហ្នឹងទី2គេទៅរៀបចំកម្លាំងគេទៅរៀបចំបាទគេទៅរៀបចំផ្លូវបើពេលនិយាយឲ្យចំគេទៅបោះសម្អាតមីនបើគេយើងនិយាយឲ្យវា logic ទៀតយើងទៅបោះសម្អាតមីនដើម្បីដាច់ឆ្នាំហ្នឹងឬមួយគេយករដ្ឋាភិបាលថ្មីចូលបាទអញ្ចឹងកិច្ចការនយោបាយកិច្ចការអន្តរជាតិគេកិច្ចការនយោបាយគេមិនដែលប្រាប់យើងទេណាគេប្រាប់យើងមិនតែយើងមកតាមដានកិច្ចការងារនយោបាយគេអាណានយោបាយគេប្រាប់យើងឥឡូវខ្ញុំមានបងប្អូនខ្មែរយើងចេះចុះនេះគេដាក់ប៉ូលីស FBI ប៉ូលីសអន្តរជាតិគេរួមគ្នាគេបញ្ជូនទៅស្រុកខ្មែរហ្នឹងទៅតាមបោះសម្អាតតាមកំតិចហ្នឹងតើគេដាក់ទៅប្រមាណអ្នកមានឆ្លៀតគេស៊ូនៅក្នុងកិច្ចការងារសម្ងាត់គេគ្រាន់តែប្រហើបក្បាលប៉ុណ្្នឹងទេគេមិនមែនត្រូវប្រាប់ប៉ូលីសអន្តរជាតិប៉ូលីស FBI នឹងគេបញ្ជូនទៅស្រុកខ្មែរប្រមាណ100នាក់1000នាក់គេមិនដែរគេប្រាប់ចំនួនទេបើខ្មែរយើងគ្រាន់តែគេប្រាប់ថាគេចូលគាត់នឹងគេប្រាប់ថាប៉ុណ្្នឹងគេចូលតែមនុស្សគេមិនឲ្យស្គាល់មនុស្សផងខ្ញុំប្រាប់ប្រងទៅកិច្ចការអន្តរជាតិបាទកិច្ចការអន្តរជាតិហ្នឹងគ្រាន់តែខ្ញុំប្រាប់តែប៉ុណ្្នឹងទេតែមនុស្សគេមិនឲ្យស្គាល់ផងអញ្ចឹងខ្ញុំឧទាហរណ៍បងប្អូនខ្មែរខ្លះទៅប៉ូលីសអន្តរជាតិប៉ូលីស FBI ហ្នឹងវាមានគ្រប់សាសបងប្អូនខ្មែរយើងខ្លះយើងមិនស្គាល់យើងមិនដឹងទេកិច្ចការងារសម្ងាត់គេដើម្បីទៅប្រកបខ្លួនទៅតាមរជំរុំពួកចោរគេទៅតាមចាប់ពួកចោរបាទប៉ូលីសអន្តរជាតិប៉ូលីស FBI វាមានគ្រប់សាសមិនមាននៅអាមេរិកបារាំងអង់គ្លេសទេវាមែនទេវាមានអាស៊ីហ្នឹងក៏មានដែរបាទមានអាស៊ីមានជប៉ុនមានហ្វីលីពីនមានកូរ៉េទៅដើម្បីគេទៅបន្លំខ្លួនគេទៅចាប់ពួកចោរបាទនិយាយឲ្យងាយទៅប៉ូលីសអន្តរជាតិប៉ូលីស FBI នឹងមានគ្រប់សាសបាទគាត់នឹងនិយាយឲ្យងាយយល់ឲ្យងាយបងប្អូនខ្មែរយើងខ្លះកុំឲ្យសួរចូលនេះគេបញ្ជូនទៅប្រហែលអ្នកការងារសម្ងាត់អាណាគេដែរគេប្រាប់គាត់ប្រាប់ថាគេដាក់កម្លាំងទៅឲ្យគេដាក់កម្លាំងទៅតាមចាក់គេគាត់គេប្រាប់ប៉ុណ្ណឹងឯងសាមសួរឬគល់មិនគាត់មិនដឹងគាត់ចេះតាមចង់សួរឬគល់ណាបាទសួរឬគល់កិច្ចការសម្ងាត់គេបាទបើគេកិច្ចការសម្ងាត់គេមកបើកចំហមិនផែនការគេបរាជ័យបាទអាហ្នឹងអញ្ចឹងបងប្អូនខ្មែរយើងខ្លះអញ្ចឹងគេមិនមែនទៅប៉ូលីសអន្តរជាតិប៉ូលីស FBI ប៉ូលីសអន្តរជាតិទៅគេដាក់សិតតែពួកអាស្បែកសឲ្យពួកធំទៅហ្នឹងគេមិនដឹងឥឡូវខ្ញុំឧទាហរណ៍ថានៅស្រុកខ្មែរយើងឃើញនៅជនជាតិអាមេរិកកាំងឃើញនៅជនជាតិអង់គ្លេសនៅពេញស្រុកខ្មែរអាហ្នឹងគេមិនដឹងទៅហើយពួកហ៊ុនសែនពួកចៅពួកឆបោហ្នឹងគេមិនដឹងទៅហើយបាទអញ្ចឹងនៅក្នុងកិច្ចការប៉ូលីសអន្តរជាតិគាត់គេប្រើពាក្យថាប៉ូលីសអន្តរជាតិហ្នឹងមិនតែវាមានគ្រប់សាសទៅវាទៅបាទគេបញ្ជូនទៅបន្លំខ្លួននៅគ្រប់សាសហ្នឹងស្រួលហ្នឹងបន្លំខ្លួនប៉ូលីសអន្តរជាតិហ្នឹងខ្មែរក៏មានដែរខ្ញុំប្រាប់ត្រង់ទៅប៉ូលីស FBI ហ្នឹងខ្មែរក៏មានដែរបាទស្រួលហ្នឹងនៅក្បែរហ៊ុនសែនហ្នឹងនៅជាមួយហ៊ុនសែនរាល់ថ្ងៃហ្នឹងហ៊ុនសែនគាត់មិនដឹងទេបាទល្អពូចនេះអត់ទេអាពេលខ្លះយើងប្រាប់ទៅខ្មែរយើងវាចូលចិត្តសួរគាត់អត់ដឹងអញ្ចឹងគាត់ចូលចិត្តសួរចាក់ឬគល់អីចឹងទៅដើម្បីឲ្យយើងបញ្ជាក់បានគាត់ឲ្យយើងប្រាប់ថារបៀបគេធ្វើកិច្ចការគេមិនដែលប្រាប់ទេគាត់នឹងគេ
đôi cái bắt đầu tới ao hôn mà này bà mê beli FBI nó kìm chun tới mà tịch biệt tịch muốn đấy bạn đã trồng cờ tới bạn kìm một prap ở hôn mà nó kìm trồng prap tiệt chẳng miền này tham mấy miền này đào hôn mà hôn sai nó anh ta chết cái mưa mà nó mà miết ta pin ở câu nó mà miết ta sao nó chạy đó miền thưa say cái là từ câu hôn sai này miền say cả năm nay nhưng mà ruột đã sao xong tiền cái gì đừng đại thưa say ruột đã ra lụ chiết si bông plai chiết si bọc prap và chia một loạt si đừng tới ruột đã sai do chung mai nó đào xong tiền lấy về rồi này chia trong phê ca rồi về rừng nó bắt bờ mai dừng về rừng nó bắt để bắt bùa cầm bùa trò bó nè bà khởi hồn sai có thưa xong còn vô chung mai ta đa cầm chay lôi ta đa xong tiền kia nó lừa cha anh ta đã chết bà hồn sai sang ta xong ta chay bò kia vô lôi kia màu nâng rọp bò liên nâng màu sang xong plei nâng mà rồi liên pi rồi liên tới bà sao mà nó cứ bị chạy kia nó từ mà bự và lùi nó bị chạy kia nó từ hỏi việc mà đã chung hôn sai như vậy bảo nè say cái đôi là đôi nhom priệp thì và say cái nó bờ liên nhân họ thay bờ liên nhân họ đầy chô say đầy chô nó đầy chô nó còn chết thử xe thì chả ai đầy chô nó bị ban là hot chiêm đi bị ban là bao pra kita vô chung mai ta đa khi bò ta xong tiền kita ta câu hôn nó việc viên là chết thử chả chết thử abc vì mình chết thử xe thì chết thử chả abc là pra khai mà chia bò chúng ta đầu vô lùi chia bò chúng ta chơi bò kia tới việc mà co sang bị bò đấy vì mỗi việc một đạo bờ liên như họ đầy chô bờ liên như họ đầy chô đã bờ liên dân họp và chia bò bạn bị trừ đã bờ liên nhân họ đầy chô vì ăn trâu tí mình lùi hôn san lùi đầy chô lùi đầy trao nó lùi bờ chia bò ta lấy bao bơ mai nhưng lấy crom nhom u họ lấy crom hua sa hôn san mà crom hua sa nó công vô mua bờ chia bò mai tự đào chạy bò kia ai cái ao tự đó tự do crom hua sa tự câu hôn nó tự vô tự mà hua sa nó tự bạ phụ mà tự bò xoa vậy nó tự bạ phụ mà ha lụt lo bạ phụ mà ha phụ ăn lui khang rồi mua thịt nông năng đó giờ phụ việc buồn đó cru sa năng giờ từ chơi lui ăn ra chết ấy gạo chẳng ăn ra chết thì vô chết thì thông chết nó cứ bị chia bọt bà ăn ra chết nó cứ cái lương tôi bị chia bọt bắp ăn ra chết rồi thì mình ta control mình được nom đại ca mà phụ mà ta bò xoa nó thì và mình cái con to phụ mà ta bò xoa từng trắng tẹt to nâng riêng bò là miền thay đại khai dương từ sờ bài chết từ trổ ruom dương to su từng ọt kia khai dương ham bạc bài kia dương đằng hơi bà chun chiết chân chun chiết yuan này về còn là pre yuan này về mình cho pote cầm nứt cầm nứt hàng liên tiền trang ban khai này rừng chun chiết yuan này về này dây lọ việc mình cái công chửi so bà yuan này nó ngơi mật cho môi yuan mật cho môi chào mật bạch đầy bạch tức mà trang ban nhong qua là khơi say chân khai dưới nó chưa chẹo cho ba chả bỏ ran rọp rồi chùm non ấy cái thai yuan cứ chỉ trao bà trao lùi từ đây mà chân yuan đi cho ngày là dây là o yuan sa về mà nó cùng là o mấy đấy cũng chưa sao yuan ấy đôi plei là về đấy là o đã mọt cài cái rồi anh ấy lùi anh ấy plon mong ba đường sa yuan này môi cũng chưa sao sa yuan này mới còn chưa hay vậy lo mấy cái tên nào đi anh ấy dùng bò lo cầm nó đã cọ ta bà chân dương cùng từ chưa chân po là miền thay này bà tam chạ to nương rương ông ca sợi này dùng on trả chiết
ในលើពិភពលោកគេបោះឆ្នោតគ្រប់គ្រងរដ្ឋាភិបាលគ្រប់គ្រងឲ្យបាទជំរុញទៅប្រទេសចុះហត្ថលេខីហ្នឹងគឺឲ្យកោះប្រជុំឡើងវិញស្ដីពីបញ្ហាកម្ពុជាហ្នឹងគឺព័ត៌មានត្រង់ហ្នឹងមួយគឺល្អមែនទែនបាទល្អណាស់ខ្មែរយើងចិត្តផុតទុកហើយអញ្ចឹងដាច់ឆ្នាំហ្នឹងបាទដាច់ឆ្នាំហ្នឹងគេនឹងនៅក្នុងខែយើងថ្ងៃទី30ហើយបាទថ្ងៃទី30ខែ11ឆ្នាំ2025អញ្ចឹងវាចូលខែ12គឺអង្គការអន្តរជាតិគេវ៉ាកងគេបាទគេបនគ្រឹះស្មាក់គេអត់ធ្វើការទេអញ្ចឹងដាច់ឆ្នាំបាទដាច់ឆ្នាំអន្តរជាតិគេចូលធ្វើកិច្ចការវិញនឹងដើមឆ្នាំ2026ហ្នឹងនឹងគេកោះប្រជុំ$23ជាសារថ្មីហើយបាទឥឡូវនេះគេព្រមព្រៀងអស់តាបាទគេព្រមព្រៀងឲ្យតកោះប្រជុំ$23ទីក្រុងប៉ារីសសារថ្មីមកឆើតអើយឆើតអីខ្មែរឆើតអើយណាយកទឹកដីខ្មែរឲ្យត្រៀមខ្លួនហើយឯងយកទឹកដីខ្មែរត្រៀមខ្លួនហើយសបាយយកទឹកដីខ្មែរសបាយប្លន់ទ្រព្យសម្បត្តិខ្មែរហើយសបាយប៉ុណ្ណាក្អួតឈាមប៉ុណ្ណឹងហើយប្រាប់ហើយតែកោះប្រជុំអាកិច្ចព្រមព្រៀង$23នៅក្រុងប៉ារីសសារថ្មីមកខ្មែរយើងទៅយកទឹកដីដល់ប្រេងកោយកទឹកដីប្រេងកោយកទឹកដីពីយួនហើយយួនសង100ឆ្នាំទៀតទៅឯងសុបាយទៅអាហ្នឹងឯងដែលខ្ញុំអាសានិយាយខ្ញុំថាអភិវឌ្ឍលើទឹកដីខ្មែរអភិវឌ្ឍឲ្យខ្មែរបងចន់នេះមានឆ្កែចូលមកខមមិនឲ្យឆ្កែវាចូលមកមើលតែខ្វល់អីចន់នេះសើចទៅឲ្យវាចូលមកជេរទៀតមើលឆ្កែមានប្រមាណក្បាលហ្នឹងយើងនិយាយលេងនៅក្នុងកន្លែងសើចតិចមើលមានខ្ញុំនិយាយកន្លែងលេងសើចជាមួយបងប្អូនខ្មែរខមមិនទេចន់នេះមានឆ្កែចូលមកមើលមានប្រមាណហៅបងប្អូនណាមកអស់ចូលខ្ញុំជម្រាបខ្ញុំឆ្លើយបន្តិចចុះចននេះ live clip យូរហើយខ្ញុំ live clip យូរហើយខ្ញុំបដោតរឿងជាតិរឿងផលប្រយោជន៍រួមខ្ញុំមិនដែលយកចិត្តទុកដាក់រឿងជេរនឹងទេបងអើយឲ្យវាគេជេរអីជេរទៅបានវានាំបាក់ពួកវានឹងពួកនឹងមកជេរច្រើនទៅយើងដឹងហើយមកជេរខ្ញុំតែពួកយួនហ្នឹងមានពួកខ្មែរវាពួកយួនកើតនៅស្រុកខ្មែរដែរពួកយួនកើតនៅស្រុកខ្មែរហើយទីទៀតយួនណាស់តែដាច់ពួកយួនចូលមកជេរចោលនេះច្រើនដែរដាច់ឆ្នាំហ្នឹងឯងសិតតែភ្នែកសភ្នែកខ្មៅហើយសិតតែទូកទៅកំពង់នៅហើយទូកទៅកំពង់នៅហើយតែសបាយហើយតែសបាយជេរហើយតែដាច់ឆ្នាំចូល2026ដាច់ឆ្នាំ2025ចូល2026ហ្នឹងនៅក្នុងឆ្នាំ2026ឬមួយចាប់ពី2026ទៅហ្នឹងយួនឯងទឹកភ្នែកហើយឯងរសើបបាតជើងរសើបខ្នងហើយទូកទៅកំពង់នៅហើយឯងនិយាយខ្ញុំធ្លាប់និយាយអារឿងអាសានិយាយបើខ្មែរយ៉ាទូកទៅកំពង់នៅណាបើខ្មែរខ្លះល្មិចខ្លះមិនទូកទៅកំពង់នៅចន់នេះរបៀបម៉េចទូកទៅកំពង់នៅហ្នឹងអាទូកហ្នឹងគឺហ៊ុនសែនទូកហ្នឹងគេប្រៀបធៀបនឹងហ៊ុនសែនអាកំពង់ហ្នឹងគឺយួនអញ្ចឹងយួនហ្នឹងរស់នៅស្រុកខ្មែរហ្នឹងនៅបាននៅសារហ៊ុនសែនការពារព្យាបាលពួកវាអាដល់ពេលហ៊ុនសែនរបបហ៊ុនសែនទូលលំទៅហើយចាំមើលដល់យួននៅស្រុកខ្មែរហ្នឹងអត់មាននរណាហ៊ានការពារវាទេអាហ្នឹងហើយគេហៅថាទូកទៅកំពង់នៅហើយសបាយឥឡូវអើយទីទៀតកើតទុកឥឡូវទូកទៅកំពង់នៅឥឡូវអើយស្បាលឥឡូវអើយយួនរស់នៅស្រុកខ្មែររស់បានហ៊ុនសែនការពារបាទពេលរបបតកូលហ៊ុននឹងវាដួលលំទៅហើយមានអាណាតការពារយួនដល់ពេលហ្នឹងវាមិនតែទឹកណែបើខ្មែរយើងនិយាយពីរឿងនយោបាយខ្ញុំនិយាយពីរឿងនយោបាយតិចទៅនេះនៅក្នុងទស្សវត្សទី21នេះខ្លាំងជាងសម័យលន់នល់ទៀតខ្លាំងជាងសម័យលន់នល់គេដេញយួនទៀត
ខ្ញុំប្រាប់បងប្អូនខ្មែរយើងទៅនេះបងប្អូនខ្មែរយើងខ្លះសម័យលន់នល់គេដេញយួនវាមិនយួនធ្លាក់ទឹកយួនដែតទឹកនឹងមុខទលេមុខ4នឹងបាទធ្លាក់ទលេច្រើនណាស់ដែតទឹកច្រើនណាស់យួនសម័យលន់នល់ដែលលន់នល់ដេញយួនបាទសម័យសតវត្សទី21នេះគេដេញយួនគេដេញគ្មានអសល់ម្នាក់ទេលោកអើយបាទគេដេញខ្លាំងជាងលន់នល់ទៀតសម័យនេះអញ្ចឹងបានតែបងប្អូនខ្មែរយើងឯតិចទៀតសបាយហើយទៅសើពួកអាយុនឹងចូលមកមិនចននេះចូលមកឲ្យបានហៅពួកឯងមកឲ្យបានច្រើនតិចហើយបានច្រើនតិចមកសបាយហើយតិចទៀតទុកតែកន្ទុកណៃកន្លែងឯងពួកអស្កៃដងអូខ្មែរថាទៅហើយល្មិចចននេះដែលខ្មែរយើងចាស់បុរាណអ្នកប្រាជ្ញគេសំណល់គេដាក់ឲ្យសល់បាទគេពាក្យនឹងគេនិយាយគ្រប់សតវត្សមកហើយគេហៅរបៀបម៉េចគេហៅយួនសកៃដូងរបៀបម៉េចគេហៅយួនសណាពពុះទឹកអាយួនសកៃដូងណាអានឹងទូកទៅកំពុងនៅយួនវាមកតាមទឹកវាទៅវិញវាទៅតាមទឹកអាហ្នឹងគេហៅអាយួនសកៃដូងហើយមកតាមច្រកណាទៅតាមមកតាមផ្លូវណាទៅតាមផ្លូវនឹងវិញទៅអាហ្នឹងគេហៅអាយួនសកៃដូងរបៀបមិនគេហៅយួនសនាពពុះទឹកយួនសនាពពុះទឹកហ្នឹងវាមានអាយ៉ងបាទវាមានអាយ៉ងវាមកដឹកនាំប្រទេសអានេះខ្ញុំសំដៅទៅលើខ្លឹមសារដែលចាស់បុរាណគេហៅថាយួនសនាពពុះទឹកណែបងប្អូនខ្មែរយើងខ្ញុំចង់និយាយលើកពីរឿងបញ្ហាកន្លែងយួនបន្តិចចាស់អាភាសាឬអើងហ្នឹងភាសាឬអើនឹងគឺចេញមកពីភាសាយួនទេបាទអញ្ចឹងអ្នកឯងពីកំណើតពីប្រវត្តិអ្នកឯងមកគឺយួនអ្នកឯងយួនដែលឆ្លៀនពៀនលួចទឹកដីគេដល់មកឥឡូវអ្នកឯងមកកែឈ្មោះវៀតណាមល្មិចហ៎អត់ត្រូវធៀបពិតធៀបដើមអ្នកឯងនោះធៀបពិតធៀបដើមអ្នកឯងយួនអញ្ចឹងយើងអត់មានទៅរើសអើងទេយើងហៅធៀបពិតវាយួនដែលលួចទឹកដីគេអាឡែមកចង់កែវៀតណាមល្មិចមានទៅរើសអើងនេះគឺនិយាយការពិតទៅរើសអើងស្អីបើវាឯងវៀតណាមឯងយួនមែនគេមិនឲ្យហៅយួនអញ្ចឹងបងខ្មែរយើងខ្លះកុំឲ្យយល់ពីកន្លែងហ្នឹងអត់មានរើសអើងទេយើងនិយាយការពិតទេអ្នកខ្លះចាញ់មនោគមវិជ្ជាអ្នកខ្លះវៀតណាមស្អីវាយួនទៅលួចទឹកដីយើងប្រវត្តិសាស្ត្រវាមកររាប់រយឆ្នាំវាកំណើតកើតចេញមកវាយួនតែសាសយួនហ្នឹងតាមកវៀតណាមស្អីវានេះវាមកប្លន់ទឹកដីខ្មែរវាឆ្លៀនពៀនខ្មែរបានវាមកដូរកែពាក្យល្អវិញហើយយើងទៅតាមវាទៅយើងបាត់បង់ទឹកដីយើងបាត់បង់ទៅលើយួនហើយយើងយួនវាមកលួចទឹកដីយើងវាខំទៅមកកែខ្លួនថាវានឹងមកដាក់ពាក្យវៀតណាមបាទក៏មកកែខ្លួនថាវាដាក់ពាក្យវៀតណាមហ្នឹងឲ្យយើងហៅវៀតណាមហ្នឹងថាយួនវាកែថាវាមិនមែនចោលទេវាមិនមែនចោលទេបើវាលួចទឹកដីយើងបាត់អញ្ចឹងយួនយើងហៅយើងយួនមិនមែនរើសអើងទេពាក្យហ្នឹងគឺពាក្យពិតវាតាបាទពាក្យពិតសាសវាតាហ្នឹងអញ្ចឹងមកខ្មែរយើងឲ្យខ្លះពាក្យខ្លះតាំងវាថាតាមជនជាតិយួនថារើសអើងហៅយួនរើសពាក្យហ្នឹងរើសអើងពុទ្ធសាសឲ្យបើវាឯងយួនមែនទៅរើសអើងគេហៅត្រូវតាបាទអ្នកឯងមកទៅមកកែដូរឈ្មោះប្រទេសអ្នកឯងសាសអ្នកឯងមកកែមកវៀតណាមស្អីបើពេលនៅក្នុងយួនអ្នកឯងលួចទឹកដីខ្មែរបើពេលអ្នកឯងចង់កែឲ្យទឹកដីខ្មែរវិញមកដីខ្មែរនៅព្រៃកហ្នឹងតាអ្នកឯងលួចយកទឹកដីខ្មែរនៅព្រៃអង្គរដីកម្ពុជាក្រមហ្នឹងបើអ្នកឯងចង់ឲ្យខ្មែរកែអ្នកឯងកុំលួចទឹកដីខ្មែរហ្មងអ្នកឯងឲ្យទឹកដីមកខ្មែរវិញមកអាហ្នឹងមកខ្មែរយើងហៅវៀតណាមបើពេលនេះលួចទឹកដីខ្មែរអញ្ចឹងយួនយើងហៅវាយួនវាត្រូវហើយអញ្ចឹងហៅយួនគឺវារសើបវាណាវាភ័យវាភ័យវាដល់យួននោះគឺចោលលួចទឹកដីនៅអាស៊ីបាទដល់អញ្ចឹងវាខ្លាចប្រឈមមុខនឹងអន្តរជាតិអញ្ចឹងមកខ្មែរយើងកុំទៅហៅវៀតណាមកុំទៅហៅអីហៅតែយួនមកបាទមិនទៅរើសអើងពុទ្ធសាសទេអាហ្នឹងគឺសាសពីដើមវាមកអញ្ចឹងយួនអញ្ចឹងហ្មងបាទរើសអើងអីអញ្ចឹងរើសអើងយើងហៅការពិតរើសអើងស្អីបាទអញ្ចឹងខ្មែរយើងលើកតាកិច្ចព្រមព្រៀង$23មកចាំមើលបងខ្មែរយើងហេតុអីបានចាក់បាទខ្ញុំយកបាទចូលមើលអត់តាន់បាទ
ចឹងនៅក្នុងព័ត៌មានថ្មីនេះយើងសប្បាយចិត្តទី1យើងមានរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បាទទី2យើងបានក្រុមការងាររដ្ឋាភិបាលតាមស្ថាប័ននីមួយៗហ្នឹងគឺធ្វើកិច្ចការទៅស្រាក់ស្រាំនៅលើឆាកអន្តរជាតិដូចជាលោកអ៊ុំសំអានយើងបានដាក់ពាក្យណាជាប្រវត្តិសាស្ត្រណាខ្មែរយើងអញ្ចឹងបានបងប្អូនខ្មែរយើងខ្លះឲ្យយល់អត្ថន័យនៅក្នុងខ្លឹមសារដែលខ្ញុំថាខ្មែរឆ្លាតបាទខ្មែរយើងច្រើនសតវត្សណាមិនដែលបានយកសំណុំរឿងដែលបូរណភាពទឹកដីខ្មែរយើងបាត់បង់អត់ដែលគេបានទៅសើឬប្តឹងផ្ដាល់យកផែនទីប្តឹងផ្ដាល់ទៅតុលាការយុត្តិធម៌អន្តរជាតិណាច្រើនសតវត្សទៅគឺវាគៀបមកបើវាបញ្ចូលមโนគមនៅក្នុងប្រទេសខ្មែរនឹងគឺវាគៀបមកបើវាគៀបអត់ឲ្យខ្មែរយើងនឹងទៅដាក់ពាក្យបណ្ដឹងយកសំណុំរឿងព្រំដែននឹងទៅតុលាការយុត្តិធម៌អន្តរជាតិគឺផែនការយួនមកបាទផែនការយួននឹងគឺវាគៀបខ្មែរនឹងវាអត់ឲ្យទៅវាអត់ឲ្យខ្មែរនឹងទៅជាលទ្ធិប្រជាធិបតេយ្យទេបាទវាឲ្យវាគៀបខ្មែរនឹងឲ្យខ្មែរនឹងនៅក្រោមអាណានិគមយួនវាឲ្យខ្មែរយើងនៅកុម្មុយនីសបាននៅកុម្មុយនីសវាសំណុកផែនការមโนគមយួននោះវាសំណុកគៀបបាទសំណុកគៀបខ្មែរសំណុកដែលដើម្បីបំពេញមហិច្ឆតាវេលាតបៈទៅខ្មែរឃើញទេបាទអញ្ចឹងរដ្ឋាភិបាលនៅរដ្ឋាភិបាលអំពើមករាហ្នឹងមានហ៊ានទៅប្តឹងឯណាបាទបើពេលយួនគៀបជាប់ហើយនឹងយួនគៀបជាប់ឯណាហ៊ានប្តឹងបាទពេលរដ្ឋាភិបាលនៅស្រុកខ្មែរយើងបើហ៊ានយកផែនទីនឹងអាលិចអាកើតទៅប្តឹងលើហ៊ុនសែនបាត់ខ្លួនដែរបាទដល់អញ្ចឹងវាគៀបអាខាងក្នុងនឹងអត់ឲ្យហ៊ានយកសំណុំរឿងគឺវាសើបណាស់ឲ្យតែនិយាយរឿងព្រំដែនគឺពួកវារសើបអញ្ចឹងយើងច្រើនសតវត្សបាទច្រើនចំនួនហើយដែលខ្មែរយើងរងគ្រោះមករហូតហ្នឹងយើងអត់ដែលមានខ្មែរណាដែលបានយកសំណុំរឿងផែនទីនឹងតែផ្ដល់ទៅតុលាការយុត្តិធម៌អន្តរជាតិនេះនៅក្នុងសតវត្សទី21នេះឃើញខ្មែរយើងឆ្លាតបាទខ្មែរយើងមកបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសបង្កើតរដ្ឋាភិបាលនៅបង្កើតរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បង្កើតនៅក្រៅប្រទេសភ្លាមគាត់នឹងបង្កើតចេញផ្លែតគេចាប់ដើមលោកអ៊ុំសំអានចាប់ដើមចែកជើងគ្នាហើយបាទស្ថាប័ននីមួយៗលោកអ៊ុំសំអានទៅញូវយ៉កទៅអង្គការសហប្រជាជាតិទៅអាមេរិកទៅយកផែនទីឃើញទេបាទហើយខាងអង្គការខាងស្ថាប័នក្រសួងការបរទេសបងកំហ៊ុនគាត់បាទគាត់ទៅដល់ទីស្នាក់ការតុលាការយុត្តិធម៌អន្តរជាតិតុលាការ ICC ឃើញទេបាទចុងសប្តាហ៍នេះគឺកំពុងស្រាក់ស្រាំហ៊ានទ្រមេធាវីអន្តរជាតិបាទរមមេធាវីនៅលើឆាកអន្តរជាតិហ្នឹងដើម្បីយើងទៅដាក់សំណុំរឿងតាក់ទងនឹងរឿងបូរណភាពទឹកដីរឿងផែនទីហ្នឹងបាទយើងប្រឹងទៅតុលាការយុត្តិធម៌អន្តរជាតិឃើញទេបាទអញ្ចឹងយួនវាអត់មានទៅទប់កាត់កើតទេយួនវាទប់កាត់អាខាងក្នុងឯងវាគៀបតែខាងក្នុងប្រទេសនេះវាគៀបតែខាងក្នុងប្រទេសអត់ឲ្យយើងប្តឹងរឿងបូរណភាពទឹកដីរឿងទឹកដីដែលយួនវាលួចខ្មែរឈ្លានពានខ្មែរហ្នឹងគឺវារសើបណាស់រសើបល្មងណាចង់វាគៀបអាខ្នត់ឲ្យប្តឹងប៉ុន្តែខ្មែរឯងខ្លាចយើងមានរដ្ឋបាលនៅក្រៅប្រទេសគេដើរប្តឹងមានយួនណាមកទប់ស្កាត់កើតបើរដ្ឋបាលឯករាជ្យ$23អន្តរជាតិនៅជាមួយឲ្យមានយួនណាមកទប់ស្កាត់កើតខ្មែរសបាយដល់ប្តឹងដល់លើឆាអន្តរជាតិទីទៀតឯងមើលសំណុំរឿងតែឥឡូវហ្នឹងគេកំពុងធ្វើកិច្ចការសកម្មហ្នឹងរដ្ឋាភិបាលឯករាជ្យ$23ចាំមើលអាសំណុំរឿងឯកសារផែនទីហ្នឹងទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិចាំមើលតុលាការយុត្តិធម៌អន្តរជាតិក៏ឲ្យយួនដល់ពេលហ្នឹងចាំមើលទៅហើយសบายប៉ុណ្ណាទឹកស្ដេចប៉ុណ្ណឹងដល់ពេលតុលាការអន្តរជាតិក៏ឲ្យយួនបាទក៏ឲ្យយួនភ្នែកសពេលហ្នឹងដោយយួនក្អួតឈាមពេលហ្នឹងហ្មងអញ្ចឹងបាននៅក្នុងរឿងខ្លឹមសារនយោបាយគេយល់ថាយួនរបប7មករាហ្នឹង7មករាឈ្លានពានខ្មែរមកលើកបន្ទប់ហ៊ុនសែនហ្នឹងមកលើកបន្ទប់ហ៊ុនសែនបោកប្រាស់ខ្មែរបោកប្រាស់អន្តរជាតិហ្នឹងគឺផែនការហ្នឹងគឺគេដឹកអស់
bà chân vua rồi ban phò bà dòi về hôn sàn chứ đâu nè tì mui hôn sàn cả tận đây yuan tì pi hôn sàn nâng ao chôn chiết yuan luôn ở sọc mai dương ana thập tay ao yuan nâng bạc cát nị cung cục sọc cục khét đàm bay về bà địch mà hai cái ta lừa bạn tận đây thôi nhé chẳng á yuan việc ban phò bà dòi về hôn sàn sao nè đang bị chết sắp bà buôn nó pi mẹ ra nâng mauแต่มอตำนักการในขนมสัตว์ระบอบที่มาเพย์มวยนี่บอกว่าขมายยังอันนี้คือฉบับพร้อมจิตหมดคนแสนกาใจไปยืนยืนบ้านพร้อมใจไปคนแสนจังเคยนั่งยืนนั่งก็อวดเชียนตัวตาคนแสนแต่อันนั้นฉบับพร้อมจิตคนแสนกาใจไปยืนนั่งสลับยืนมาระเบียบไม่สลับมาขมายยังอ่อยยืนเนี่ยนโยบายเนี่ยนโยบายสลับนโยบายต้องวิคลั่งยังสลับอยู่บนทิศหรอหาได้บ้านจังคนแสนก็บำราหยวนเรื่องประตบอันนั้นเรื่องการเจงมีหยวนเรื่องประตบกันดาวคนแสนสลับวิ่งมันเคยอันตรายจีดกีดะตอนกรรมไหมอันตรายจีดกีดะตอนกรรมปะปุคนแสนนั้นกีดะตอนกรรมได้เจอขนมจีขมายเคยตอนกรรมแผลเคยเจนรถจันรถบัตรมาตอนกรรมแต่มากาจงโครยนี่เมียนาเฮียนตือจริงบอกกรโตรคนใจนะแต่เมย์จันมหาหมายเพราะก็จันรถเก่าคนใจนั่นวิกองประวัติศาสตร์วิเบอร์เลยตอนกรรมที่ละมาครุบตื้อเหยอันตรายเรียบจอมกำลังเรียบจอมแผนกาที่ประจุกำลังมาประกาศมาตามจับอ๋อยด่าเรื่องอุกฤษกรรมฉลองแดนเคยมาขายอย่างบ้าดอยจันรถปล่อยยูนไม่รถมีมันรุ่ยมีพองคลุนรถไม่รุ่ยโปรโมเตอร์บ่รุ่ยโปรโมเตอร์บ่มาเลือกแต่ตาเห็นเรื่องนั่งตีมวยตีปียูนเป็นมาเต้ยูนเป็นมาเต้นั่งยูนนั่งสักมาเป็นมาเต้นั่งนั่งดำใบยังเก่งอย่างในนโยบายยังมีอะไรฉบับให้ใบตะลายฉบับมาให้ใบตะลายไก่โปรมเป็นในตะกองปารีนั่นคือปฏิขมานั่นคือมันเอาปฏิจิตค้านั่งไม่เปลี่ยนเปลี่ยนตีมันแต่แล้วยูนมาบอกโปรโมเตอร์รวมฉบับให้ใบตะลายรวมฉบับอันตรายจิตอะไรเฉลี่ยเปลี่ยนยูนเวียประจุประเจียบรอดเวียมาเวียด่านาในกรมในปิงตรกมานั่นคืออันตรายจิตกินมือเคยเนี่ยยูนแฮดไอบานปฏิยูนนั่งเวียอันเป็นประกาศสกรีนซ้อแฮดไอบานยูนมีความดังประจุประเจียบรอดเวียมาประกาศนาในกรมในตรกมายึงนั่นคือมันนาในกรมเฉลี่ยเปลี่ยนเคยเนี่ยตีใบใส่ตีใบโตมาให้ปรางขัดกล่องแฮดไอได้ปฏิยูนในปฏิยูนเนาะหากได้บ้านในไอมาบอโตมาเพย์ปรามใครกรองดักสลับกายอันนั้นมันในไอมันเฉลี่ยเปลี่ยนมันรวมรวมฉบับเพย์ใบตะล่ามันรวมฉบับอันตรายจิตจังยูนไม่มีแต่ดังชาไอเวียยูนไม่มีแต่สกอฉบับอันตรายจิตอันจังไอบ้านในขนมคลิปยังทายยูนเป็นงงยูนมีสกอฉบับอันตรายจิตยูนมีเปรย์ฉบับปฏิวีเวียกรูปฉบับปฏิวีคือกลุ่มนี้คือเวียกรูปฉบับกลุ่มนี้ไอเฉลี่ยเปลี่ยนตั้งใดกี่มาแต่ยูนเป็นสกอตฉบับอันตรายจีดไอ้ตาเสียนุนั่นคือยอดฉบับทอมยังเกนั่นคือฉบับอันตรายจีดยังไงจังมันตาเสียนุคือคำเรื่องไอ้เมียนักไก่โปรมเรียงเพย์ใบตะลาในตะกงปาริกีคำเรื่องที่ยอดอันตรายจีดมันกาเปียโบนักเพย์ตะได้ขมายนึงจังตาเสียนุก็ดังไงก็ถือนโยบายจมูกยูนจันยูนเมาก็ดังให้ยูนยอดโครมแต่ยูนโครมคือมาให้กระตายูนมาให้กระตาเจ้าไปยอดโครมรู้ให้พี่มันยอดกระดาษอินเนอร์เธอนโยบายจมูกยูนก็ดังมาให้กระตาพี่จังตาเสียนุดักได้ยูนมีนักไก่โปรมเพียงใบตลาอันไก่โปรมเพียงใบตลานั่งดังใบมากาเปียโบนักเพชรตึกใดหนึ่งก็มายูนไม่เฉลี่ยเปลี่ยนมันได้ยูนมีนักขอฉบับไปเวียยูนมาเฉลี่ยเปลี่ยนจ่อปัดตั้งไงนั่งดอกครูนนะรถไม่ได้รู้มันจังให้บ้านมีอะไรบ้างเนี่ยในท่ายูนบ้านพาไปใหญ่คนใจจังเคยก็ตะตูสมอบ้านเป็นคนใจตะตูสมอบ้านระเบียบไม่อาดาไปมันนึกคนใจมันนึกยูนมันนึกบ่ยูนนั่งมันตะตูสมอบ้านนั่งอันตรายจีดกระดาษตอนนักกรรมตะเลือปะปูคนแสนเจ้ตอนนักกรรมกระดาษตอนนักกรรมอันตรายจีดกระดาษครุบตีครุบจอหอกเราจันวิรุธตอนนักกรรมมันกระตะเลือด่าเลือคนแสนด่าตะเลือยูนมาให้บาเป็นมันนึกคนแสนเป็นมันยูนมาจังมาสักไงน้ำคืนยูนมาเอากระเซาคนแสนเนี่ยยูนมาเอากระเซาคนแสนนั่งตะตูสมอบ้านเป็นคนแสนเลย
អាហ្នឹងឯងគេចាស់បណ្ណាគេហៅថាល្បិចជីកខ្លួនឯងបាទហ្នឹងឯងអ្នកឯងបានផលប្រយោជន៍ពីហ៊ុនសែនច្រើនចុងក្រោយក៏អ្នកឯងក្អួតឈាមពីហ៊ុនសែនដែរអញ្ចឹងនយោបាយគឺគេដឹងអញ្ចឹងនយោបាយគេបញ្ចាថាគេត្រូវជឿគេគិតទៅគេដឹងគេឃើញគេយល់អញ្ចឹងនយោបាយបដៅអញ្ចឹងមិនខ្ញុំចិត្តនិយាយអត់ប្រយោជន៍និយាយអត់ផុសតាងហ្មងការគេនិយាយគឺគេដឹងរឿងអញ្ចឹងបាទឥឡូវខ្ញុំនិយាយពីរឿងភាពល្ងងយួនរដ្ឋបាលថ្មីគេនៅក្រៅប្រទេសគេកំពុងយកផែនទីឯកសារទៅប្តឹងហើយយួនខំប្រឹងមកបង្កើតស្អីសាលាបឋមសិក្សានៅខេត្តស្វាយរៀងវាល្ងងវាល្ងងគេកំពុងយកអាសំណុំរឿងផែនទីនឹងទៅប្តឹងតុលាការអន្តរជាតិផងវាមកបង្កើតស្អីសាលាវិទ្យាល័យនៅខេត្តស្វាយរៀងនឹងស្អីឲ្យខ្មែរមករៀនអក្សរយួនរៀនអក្សរខ្មែរឃើញទេអាគេកំពុងនៅប្តឹងវាផងវានៅក៏ឃ្លឿនវាអត់ស្គាល់ច្បាប់បើនិយាយចំទៅចេះយួនណាបើនិយាយចំទី1យួនវាអត់ស្គាល់ច្បាប់អន្តរជាតិអាហ្នឹងទី1ទី2យួនវានៅល្ងងមហិច្ឆតាវាឆ្លៀនពៀនខ្មែរវាអត់ដែលបរាជ័យអាមហិច្ឆតាមនោគមវាដាក់ឆ្លៀនពៀនខ្មែរយកចប៉ាយកខ្មែរក្រមហ្នឹងអញ្ចឹងអាផែនការវាអត់ដែលស្គាល់បរាជ័យអញ្ចឹងហើយបានខ្មែរគេកំពុងរៀបចំប្តឹងនឹងវាគេកំពុងរៀបចំប្តឹងរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិវានៅក៏ឃ្លឿនវាអត់ទាន់ស្គាល់ភាពបរាជ័យបានហើយទៅសារនេះទៅយួនសារនេះខ្មែរយកដីកម្ពុជាក្រមយកកោះត្រល់យកព្រៃកោឆ្លៃសងខ្មែរ100ឆ្នាំទៀតណាតទៅនឹងចាំមើលខ្មែរយកដីកម្ពុជាក្រមវិញយួននឹងក្អួតឈាមលៃហ៊ានយកឆ្លៀនពៀនណាយួននឹងលៃហ៊ានប្រើមនោគមឆ្លៀនពៀនដីគេអីដល់ពេលនឹងចាំមើលស្វាអញ្ចឹងមានន័យថាម៉េចមានន័យថាតិចទៀតយួនទៅធៀបដើមវាវិញទៅស៊ីតគួនវិញមិនស៊ីតគួនមិនទី1ខ្មែរយើងប្តឹងផ្ដាល់យកទឹកដីកម្ពុជាក្រមវិញទី2ច្បាប់អន្តរជាតិគេឲ្យសងខ្មែរ100ឆ្នាំបើពេលចម្ពាក់បំណុលខ្មែរសងខ្មែរ100ឆ្នាំហើយយួនវាទៅស៊ីតគួនវិញជាប់បំណុលគេសងគេហ្នឹងហើយខ្មែរយកទឹកដីមកវិញហើយអញ្ចឹងទៅធៀបដើមវាវិញតែយួនថ្ងៃហ្នឹងវាសបោសបាយថ្ងៃហ្នឹងបានយកចប៉ាយកខ្មែរតែបានវាសបោសបាយហ្នឹងបាទវាដាក់អាណានិគមឆ្លៀនពៀនខ្មែរវាប្លន់ខ្មែរតែបានប្រទេសវាសបោសបាយបើយើងយកទឹកដីមកវិញមកវាសោយើង100ឆ្នាំអញ្ចឹងយួនវាទៅធៀបដើមវាវិញទៅស៊ីតគួនវិញបាទ10ឆ្នាំអីទៀតហ្នឹងយួនស៊ីតគួនទៅខ្ញុំវាយយ៉ាងយូរនយោបាយនេះខ្ញុំវាយយ៉ាងយូរបំផុតលេខអី10ឆ្នាំទៀតនឹងយួនទៅស៊ីតគួនបានតែនយោបាយនេះវាអត់ដល់ទេតែ5ឆ្នាំអីទៀតបាទឆ្នាំ2030 2031 32ហ្នឹងយួនទៅស៊ីតគួនវិញស៊ីតគួនដល់ខ្មែរគេយកទឹកដីវិញអស់ហើយបាទអញ្ចឹងនយោបាយគឺចឹងបាទនយោបាយគឺជាល្បិចបាទពាក្យនយោបាយមួយម៉ាត់ហ្នឹងនយោបាយគឺជាល្បិចបាទអញ្ចឹងអារឿងថ្ងៃនេះយើងទី1រឿងហ៊ុនម៉ាណែតវាកាត់ទឹកដីដោះដូរនឹងអំណាចអញ្ចឹងបងប្អូនខ្មែរយើងមានការឈឺចាប់ណាស់របប7មករានេះដើម្បីតែអំណាចដើម្បីតែបកពួកមហាពុកអលួយបកពួកមហាក្បត់ជាតិនឹងចឹងវាបានកាត់ទឹកដីដោះដូរនឹងអំណាចចឹងខ្មែរយើងទៅតែរួមគ្នាសាមគ្គីជាធ្លុងមួយចូលរួមដូចជាណាហ្នឹងក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរសម័យនេះហើយយើងស្រឡាញ់ខ្មែរមកយើងគ្រាន់តែជួយ like ជួយ share ទៅជួយចុចទៅនឹងហើយសកម្មភាពចឹងក្នុងនាមយើងជាកូនខ្មែរគឺយើងឲ្យស្គាល់ទូលទីយើងខ្លួនយើងហ្នឹងគឺទូលទីយើងហ្នឹងគឺស្អីទូលទីយើងគឺចូលរួមការពារជាតិការពារទឹកដីចូលរួមកិច្ចការសង្គមរឿងប្រទេសជាតិអាហ្នឹងទូលទីយើងកូនខ្មែរមកយើងឲ្យដឹងខ្លួនយើងហ្មងគឺបតាបកិច្ចមកនៅក្នុងយុវជនយុវនារីហ្នឹងគឺយើងដឹងបតាបកិច្ចអញ្ចឹងបងខ្មែរយើងសប្បាយចិត្តអើយតិចទៀតទៅកំពុងនៅអើយ
ចាំមើលអាទូកទៅកំពង់នៅបាទអញ្ចឹងខ្ញុំឃើញចំណុច2ខ្ញុំនិយាយពីរឿងគោលនយោបាយរដ្ឋាភិបាលថ្មីហ្នឹងវាមាន23ចំណុចបាទប៉ុន្តែខ្ញុំលើកពីរឿងស្ថាប័នអធិបតេយ្យជាតិខាងអន្តោប្រវេសន៍ដោយលោកសំអានបាទសំអានខ្ញុំឃើញគោលនយោបាយ2ចំណុចនឹងមួយល្អ2ចំណុចនឹងគឺល្អមែនតើទី1ទៅមុខទៅបាទទៅមុខទៅដឹកនាំដោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ទៅដឹកនាំប្រទេសទី1គឺគេបង្កើតច្បាប់បាទគេបង្កើតច្បាប់មួយដើម្បីចូលដាក់នៅក្នុងរដ្ឋធម្មនុញ្ញច្បាប់ហ្នឹងគឺ3សាសបាទ3សាសហ្នឹងគឺគេអត់ឲ្យចូលសញ្ជាតិខ្មែរទេគឺទី1ថៃទី2ឡាវទី3យួនបាទគឺយួននេះគឺជាប់រដ្ឋាភិបាលថ្មីនេះយួននេះគឺអត់មានសិទ្ធិចូលសញ្ជាតិខ្មែរទេបាទបើនិយាយចំទៅរដ្ឋាភិបាលឯករាជ្យ$23ហ្នឹងគេយកគោលនយោបាយថៃបាទថៃមិនងាយទេប្រជាពលរដ្ឋនៅអាស៊ីហ្នឹងមិនងាយឲ្យចូលសញ្ជាតិប្រទេសថៃណាបាទគឺគេបង្កើតច្បាប់កន្លែងហ្នឹងមួយល្អណាស់អញ្ចឹងខ្ញុំឃើញលោកសំអានគាត់ថាទី1ថៃហ្នឹងទៅមុខទៅអត់ឲ្យចូលសញ្ជាតិខ្មែរទេទី2ឡាវទី3យួនបាទសំខាន់នេះគេយួននិងយួនរស់នៅក្នុងប្រទេសខ្មែររស់នៅបែបជនអតោវេសជនខុសច្បាប់បាទអត់មានសិទ្ធិចូលសញ្ជាតិខ្មែរអញ្ចឹងអាចចំណុចកន្លែងនោះមួយល្អណាស់ដើម្បីសម្រាប់ដែលយើងទប់ស្កាត់ការពារបូរណភាពទឹកដីអញ្ចឹងសាសយួននេះកុំឲ្យវាចូលសញ្ជាតិអសោះបាទសាសយួននេះវាមិនល្អទេអានេះវាមកលួចមកបំផ្លាញទេសាសយួននេះអញ្ចឹងយើងឃើញថ្នាក់ដឹកនាំគាត់បង្កើតគោលនយោបាយឬមួយគាត់បង្កើតច្បាប់កន្លែងហ្នឹងមួយល្អមែនទែនបាទគឺ3សាសហ្នឹងគឺអត់មានសិទ្ធិចូលជាតិខ្មែរទេអាហ្នឹងគឺគេបង្កើតច្បាប់ដើម្បីការពារគេមិនរើសអើងទេបាទនេះគេបង្កើតច្បាប់ដើម្បីការពារបូរណភាពគេទៅមុខបាទតទៅមុខកូនចៅចំនួនក្រោយទៀតអញ្ចឹងគឺគេបង្កើតច្បាប់កន្លែងហ្នឹងមួយល្អបង្កើតច្បាប់ប៉ុណ្ណឹងមកចងជើងយួនបាត់បាទតែបង្កើតច្បាប់ប៉ុណ្ណឹងមកយួនដាក់ផែនការយួនមនោគមយួន21ចំណុចមនោគមយួនផែនការយួន20ចំណុចលេខបាក់ទឹកដីខ្មែរតែយើងបង្កើតច្បាប់ប៉ុណ្ណឹងមួយមកយួនអត់មានសិទ្ធិចូលនទីជាតិខ្មែរទេច្បាប់គេចែងអញ្ចឹងគេដាក់នៅក្នុងរដ្ឋធម្មនុញ្ញបាទទី2យួនវាជនតោវេសខុសច្បាប់បាទបើជនតោវេសខុសច្បាប់អីយើងត្រូវទៅចាប់បញ្ជូនយួនណាបាទយួនតែមុនយើងចាប់យួនទៅបញ្ជូនយើងដាក់គុកវា3ខែទៅបបរតកួននៅស៊ីទៅយួនទៅចូលចិត្តស៊ីតកួនបាទយួនមហូបយួនទៅចូលចិត្តស៊ីតកួនដាក់ឯមកផ្ទះធំទៅអង្គដាក់អង្គ3កំប៉ុងទៅបន្លែតកួនដាក់ឯមកផ្ទះហ្នឹងទៅមកផ្ទះស្ករត្នោតហ្នឹងទៅមុខទៅអាចនេះធ្វើប្រធានគុកឲ្យយួនហ្នឹងដឹងបបរតកួនអាស៊ីដាក់ឯអង្គឲ្យតែ3កំប៉ុងមកមកផ្ទះកាលហ្នឹងហាន់ណែបន្លែតកួនដាក់ច្រើនដាក់វារៀងតែហ្នឹងហើយស៊ីតកួនហ្នឹងអាហ្នឹងខ្ញុំឃើញគោលនយោបាយនឹងមួយល្អបាទទី2លោកសំអានបងប្អូនខ្មែរយើងនៅតបកាលនៅពេលនេះគឺអនាគតប្រទេសខ្មែរយើងអនាគតប្រជាពលរដ្ឋខ្មែរយើងដែលភ្លឺស្វាងហើយបាទដល់ពេលវេលាអនាគតប្រទេសជាតិយើងដល់ប្រជាពលរដ្ឋខ្មែរយើងដែលវេទនាអញ្ចឹងប្រជាពលរដ្ឋយើងវាប្រទេសជាតិវាកំពុងចិត្តកន្លាប់ចាក់អញ្ចឹងខ្មែរយើងចាប់ដើមចិត្តផុតទុកឥឡូវរឿងទី2គឺខ្មែរយើងជាពាក់បំណុលធនាគារមីក្រូហិរញ្ញវត្ថុបាទធនាគារឯកជននិងធនាគារអីហ្នឹងគឺសិតបពុហ៊ុនសែននិងធនាគារនៅក្នុងស្រុកខ្មែរយើងហ្នឹងដែលខ្មែរយើងជាពាក់បំណុល
នឹងវាចូល70-80% ដែលខ្មែរយើងជាពាក់បំណុលបាទអាដល់ពេលរបបហ៊ុនសែននឹងគាត់ដួលរលំទៅគឺរួចហើយបាទប្រទេសកលាប់ចាក់របបហ៊ុនសែនដួលរលំបកពួកហ៊ុនសែនដួលរលំទៅធនាគារនឹងវាដួលរលំទៅខ្មែរយើងជាពាក់បំណុលធនាគារហ្នឹងគឺរួចហ่ะកន្លងហ่ะបងប្អូនខ្មែរយើងបងប្អូនខ្មែរយើងនៅដំណាក់កាលនៅពេលនេះបងប្អូនខ្មែរយើងបើពេលខ្ញុំប្រាប់ចំណុចល្អបាទនាំគ្នាទៅយកលុយធនាគារច្រើននេះមកបាទតិចនឹងប្រទេសយើងប្រែប្រួលហើយបាទយកលុយធនាគារមកបងខ្មែរយើងយកម្នាក់ 10000 20000នេះមកបាទនៅក្នុងធនាគារនៅស្រុកខ្មែរយើងហ្នឹងបាទយកទៅដាក់ទៅបន្តិចហ្នឹងប្រទេសនឹងក្លាប់ចាក់ឥឡូវហើយពី3ខែទៀតហ្នឹងក្លាប់ចាក់របបហ៊ុនសែនដួលរលំបាត់បាទហ្នឹងគាត់ខ្ញុំប្រាប់នយោបាយយើងមើលអញ្ចឹងយើងមើលអារបបវិចិត្រដួលរលំនេះយើងទៅយកលុយធនាគារមកបាទយក10000ទៅបងខែបងទៅវិញបាន3ខែរបបនឹងវាដួលរលំបាត់ហើយបាទហ្នឹងខ្ញុំប្រាប់ឲ្យប្រជាពលរដ្ឋឆ្លាតឲ្យដឹងពីបច្ចុប្បន្នភាពរបបហ៊ុនសែនកំពុងប្រឈមមុខវាកំពុងដួលរលំហើយប៉ូលីសអន្តរជាតិប៉ូលីស FBI គេកំពុងបញ្ជូនទៅស្រុកខ្មែរយើងទៅតាមចាប់បកពួកហ៊ុនសែននឹងឃើញបកពួកហ៊ុនសែនស្ងាត់ជ្រាបបាទទឹកដៅតិចអាហ្នឹងទី1របបហ៊ុនសែនដួលរលំហ្នឹងទៅទឹកដៅរបបហ៊ុនសែនដួលរលំហ្នឹងទៅខ្មែរយើងពាក់បំណុលធនាគារហ្នឹងគឺរួចអស់ហើយអាហ្នឹងទី1ទី2ទី3ខ្ញុំឃើញសារអាដាមលោកអ៊ំសំអានខាងស្ថាប័នអធិបតេយ្យជាតិខាងជនតៅវេសហ្នឹងគឺគេលុបចោលមកដីសម្បទានទាំងប្រមាណលានហិកតាហ្នឹងបាទដីសម្បទានឲ្យយួនទាំងប្រមាណហ្នឹងនៅក្នុងប្រទេសខ្មែរប្រមាណលានហិកតាហ្នឹងគឺគេលុបចោលវិញបាទគឺលុបចោលហើយគេយកអាដីសម្បទានហ្នឹងរាប់លានហិកតាហ្នឹងគេយកមកចែកឲ្យប្រជាពលរដ្ឋបាទដែលប្រជាពលរដ្ឋអត់មានដីនៅហ្នឹងបងប្អូនខ្មែរយើងតស៊ូតិចទៅអញ្ចឹងដែលដីសម្បទានជនជាតិយួននៃដាំកស៊ូហ្នឹងដូចដាំឲ្យខ្មែរយើងទេដីសម្បទានយួនដាំកស៊ូហ្នឹងដូចដាំឲ្យខ្មែរយើងទៅទីទៀតហ្នឹងរដ្ឋាភិបាលថ្មីគេចូលទៅដឹកនាំប្រទេសគឺគេលុបចោលបាទគេលុបចោលគេយកដីនឹងចែកឲ្យប្រជាពលរដ្ឋមកគ្រួសារ5ហិកតា3ហិកតាអញ្ចឹងទៅបាទគ្រួសារណាដីខ្មែរយើងច្រើនយ៉ាងនេះហ្នឹងដីខ្មែរយើងបាទអញ្ចឹងប្រជាពលរដ្ឋយើងទៅ10លានអ្នកទេវាមិនតែច្រើនប្រមាណទេបានតែដីខ្មែរយើងទំនេរច្រើនដែរបាទដល់អញ្ចឹងគេដកពីដីសម្បទានគេលុបចោលអាដីសម្បទានហ្នឹងគេយកមកចែកឲ្យប្រជាពលរដ្ឋអញ្ចឹងតទៅមុខទៅបងប្អូនខ្មែរយើងអត់មានខ្វះដីនៅទេបាទដីសម្បទានហ្នឹងហើយយួនមកខ្មែរយើងសម្បទានឲ្យយួនមកដាំដើមកស៊ូពេញដាំដើមកស៊ូឲ្យដល់យើងលុបចោលយួននឹងទៅខ្លួនយួនអាពេលខ្លះទៅយួនវាយចឹងបាទយួនទៅយួនវាយគេសម្បទានដីឲ្យយួនមកដាំដើមកូនស៊ូដើមកូនស៊ូអាដល់ពេលដែលគេមានការផ្លាស់ប្ដូរដល់របបថ្មីគេបដឹកនាំគេលុបចោលបាទគេលុបចោលអត់ឲ្យមានដីសម្បទានគេដេញយួនទៅវិញហើយដើមស៊ូរួចហ្នឹងដូចដាំឲ្យខ្មែរអញ្ចឹងបានតែពេលខ្លះដូចឥឡូវបាទដូចកោះត្រល់អូយួនវាខំប្រឹងអភិវឌ្ឍឥឡូវនឹងគេមកចាក់និយាយឥឡូវនឹងគេមកចាក់ផ្លូវឯណាទៅកោះត្រល់ទៀតបាទគេចាក់លុបសមុទ្រទៅកោះត្រល់ទៀតបាទចាក់ទៅហើយចាក់ខ្មែរចាក់ទៅហើយខ្មែរយើងប្តឹងតិចទៀតនឹងដាច់ឆ្នាំនឹងក្នុងឆ្នាំ2026នឹងគេកោះឥឡូវហើយតឡាការយុទ្ធអន្តរជាតិនេះគេកោះឲ្យយួនទៅនឹងយួនភ្នែកស្វាក្អួតឈាមឥឡូវអញ្ចឹងឯងបានខ្ញុំថាអ្នកអភិវឌ្ឍទៅដីខ្មែរអភិវឌ្ឍឲ្យខ្មែរហើយខ្មែរលើក$23ខ្មែរយកសំណុំរឿងទៅប្តឹងទៅតុលាការយុទ្ធធរអន្តរជាតិឲ្យខ្មែរវិញទាំងអស់ហ្នឹងទៅដល់របស់ខ្មែរហើយយួនវាមានផែនទីណាវាយួនហ្នឹងវាខ្លាំងបាននៅក្រៅច្បាប់ហ្នឹងបាទប្រឈមមុខជាមួយខ្មែរជាមួយតុលាការអន្តរជាតិមកវាផែនទីខ្មែរយើងឃើញផែនទីមួយចំនួនបារាំងបាទឆ្នាំណាហ្នឹងយើងឃើញ
bà yun miền Phan Tì nào biết vô thực đầy máy cù luôn biết tôi score luôn biết tôi score là mình nè biết đó bà bây giờ đang đo tới là ca anh ta chiến yun miền hiên vô Phan Tì tới đấy Phan Tì mà nào là tôi score cù luôn biết tôi score luôn biết anh ta chiến là cái tôi score nó biết là ngung lại nó mà đây mai dưng vô sao là Phan Tì nơi một tiền rằng cái trào chiều vô từ đặc biệt và đằng chẳng bao mai dương to su từng ọc nia trong nơi tầm nạ ca bên đi dương khơi mai dương tìm mua dương sổ bài chết dương miền này rót tham bị ba ai cái đi phải bày la dương miền này rót tham bị ba mai tỷ pi dương cái phong thôi cái cao nó lừa cha anh ta chết cái phong mà nói dùng môi mai hai bà tỷ bay anh ta chết đặt nam đi bà đặt nam pi pon nó phải pram châu pi pon nó phải môi điบริอันตรายเจ็ดบริ FAI นั่นคือประจุในสระไม้เดียดให้บาคือประจุกำลังtừสระไม้บรรเทมเดียดให้ดำไปtừจับปะปุหุนแซนปุมหาเมจาจุนโดปุมหาปกอลวยเกนึงประจุกำลังแต่จับปุเมดังนอมปลายกากระปงแต่รวมรวมปฏิมนุโอ้จังเมียนปอละเมียนทำไมมวยมันไปจับนี่คือปฏิเวเนซุเอลาbàประเทศเวเนซุเอลาในอเมริกในทางฟีบอเมริกได้อะไรนั่งโดนัลด์ทรัมป์เกี่ยวกับปงแต่ด่าสเปียดเกี่ยวกับปงได้ประจุกำลังนั่งชราญคายให้bàใบคายให้เกี่ยวกับประจุกำลังแต่ด่าสเปียดนั่งเกี่ยวกับใบจับแต่เมดังนอมปลายกาอามาโซโรจังปอลเมียนไงเนี่ยbàปอลเมียนไงเนี่ยยมบานดาปอลเมียนอันตรายเชียดนั่งเมดังนอมปลายกาอามาโซโรนั่นคืออาจนั่งอเมริกนั่งเลือกตัวชับนั่งนำไปแต่จับล้วนนะบ่าที่มวยกี่ตัวไปจับระบอบมาโทโรที่ปีกี่นั่งจับล้วนจังบ่าไปตามปอลเมียนกระไดนี่ยังสงสัยอัดดอลลาร์ติดนี่บ่าอย่างไงติดยังท่ายังมือสถานเพียบอะไรก็ได้นี่ยังมือtới đôi chậpนั่นไงบ่าแพ้บุญรามไงเตียดนั่งอเมริกนั่งเลือกตัวtớiก็chậpนั่นไงบ่าเลือกตัวโจประเทศเวเนซุเอลาดำไปแต่ไปจับบอลรายการกี่จะจับอเมริกนองรายการนิยมกัดตัวบ่าจังปอลเมียนปีกี่ไปจับบ่ากี่ไปจับอเมริกนองรายการมาทโรให้กี่ไปจับมันนั่งให้บางกี่มาไปจับคนใส่หมดบ่ากี่ไปจับอามาทโรนั่งรู้กี่มาไปจับคนใส่จังจงนำนั่งก็คือดักกำลังอันตรายเจียโจสกมาเจียได้บ่าจังคนใส่นั่งรถอร่อยเต้ปะผู้คนใส่นั่งอนาคตตื้อตะโกคนใส่อนาคตตึกใหญ่ผู้อเมริกนอประกาศเราใบเกาะสีบานเพราะอาจจะกรอยนักนกุกเนี่ยใบเกาะนาสียังผู้คนใส่นั่งก็บอกว่าเพลย์ก็บอกว่ารู้เนี่ยบัดกระบาลแล้วผู้อันตรายครั้งในครั้งจูขณะปะเป็นเจียจุนบ่าไปหุ่นแซนในกระตอดโอ้หุ่นแซนในกระตอดได้ไปครั้งแน่มาด่าเลยหุ่นแซนเป็นเลยกระตอดหุ่นแซนในบัดชูด่าเลยเนอะเรียบกระบาลมั่งในขณะปะเป็นเจียจุนขณะครั้งมวยบ่าใบบะในขณะหุ่นแซนก่อนระบบวันเจ็ดดวงลมแล้วก็ตุกโปรงปฏิหัดบ้านมันดังเยอะแต่ปเจียนะมันดังอยู่แต่ปเจียนะบาเทียบบาไปครูนไอกระปงติดขงอมปีบริอันตรายเจียปีบริFAIกี่กระปงตามโรได้นู้จังตัวนึงมันเลยจมหนึ่งตัวกระสังหนึ่งบาเป็นเลยจุ่มเนี่ยตัวสังจงคล้อยกี่ดักมาสนันเนี่ยจงคล้อยกี่บองมาสนันจวบต่อเมื่อนารุดมวยเลยจังปีแห่งบาจอนนี้เมียนปนังเตออกกุญแจบานโจร่วมบาจังยืนขนมได้ชนะนี่ยืนหนึ่งบานคืนปฏิจจหัตถ์เล็กใครนั่งกีก่อประชุมจิตศาสตร์ใหม่บากีก่อประชุมรุ่ยกีนั่งดักนอมรัฐบาลโจดสกไม้บานั่นคือประตับไก่อันตรายจิตประตับไก่อัมไพใบตลาจังเอาคน